បាទជំរាបសូមជំរាបសួរដល់បងប្អូនទាំងអស់គ្នាក្នុងប្រគុណព្រះអម្ចាស់ព្រះយេស៊ូវហើយសូមស្វាគមន៍គ្រួសារសង្ឃរួមគ្រប់អង្គលោកកំពុងធ្វើការសិក្សាកម្មវិធីសេរីភាពសង្ឃរួមសប្តាហ៍ទី5បាទថ្ងៃនេះយើងទស្សនាមេរៀនមួយក្នុងវីដេអូមានចំណងជើងថាលំហូរពីក្នុងចិត្តបាទយើងបានចំណាយធនធានយ៉ាងមានតម្លៃអស់ជាទីច្រើនជាទីបំផុតបាទទើបធ្វើដំណើរមកដល់ចំណុចនេះបាទ4សប្តាហ៍កន្លងទៅយើងបានរកឃើញអាចកំបាំងដ៏អស្ចារ្យស្ដីពីដើមជីវិតហើយទុកចិត្តដល់បងប្អូនសម្រាប់ចិត្តជ្រើសរើសផ្លូវដើមជីវិតទៅមួយគត់ដើម្បីប្រើប្រាស់ក្នុងពេលសេសសល់នៃជីវិតលើលោកនេះបាទក្នុងមជ្ឈជីវិតយើងមិនគួរនាំគ្នារវល់ចាប់នេះចាប់នោះអត់ឈ្មោះត្រង់ណាទេយើងក៏ដើរចំផ្លូវចូលដល់ព្រះជាម្ចាស់ទើបជួបជីវិតអស់កលជានិច្ចឋានសួគ៌ហ្នឹងបាទដើម្បីចូលដល់ព្រះជាម្ចាស់យើងត្រូវសងคืនជំនឿរបស់យើងលើដើមជីវិតហើយដើមជីវិតទៀតសោតគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទតែព្រះអង្គមួយគត់នេះឯងបាទឥឡូវយើងមានប្រធានបទថ្មីមួយសិនមុននឹងយើងចូលរៀនមេរៀនរបស់យើងបាទ4សប្តាហ៍ខាងមុខនេះយើងនឹងរកឃើញអាចកំបាំងថ្មីល្អបន្ថែមទៀតហើយសូមយកសភៅកិច្ចការរៀនខ្លួនមកកត់ត្រាទុកចុះបាទប្រធានបទថ្មីនេះយើងប្រើទ្រឹស្ដីផងប្រើការអនុវត្តជាក់ស្ដែងផងបាទហើយការដឹកនាំទាំងរបៀបពីប្រភេទនេះបាទយ៉ាងសិក្ខាកាមកែប្រែអត្តចរិតរបស់ខ្លួនផ្ទាល់បាញ់ឈ្មោះទៅកាន់ការមានចិត្តកោតខ្លាចព្រះជាម្ចាស់បាទហើយសូមទាយបទទំនាយមួយទុកជូនដល់និស្សិតហើយនឹងសង្ឃរួមអស់ការសង្ឃរួមគ្រប់អង្គនឹងបានទទួលពពរយ៉ាងសពបែបយ៉ាងចំពោះពពរខាងវិញ្ញាណព្រះជាម្ចាស់ទ្រង់ប្រទានការងារជូនសង្ឃរួមគ្រប់អង្គចេញទៅបម្រើព្រះអង្គនៅទីណាមួយជាមិនខានទីណាដែលដល់មានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងគ្រប់ចំពោះនឹងសូមទាយបទទំនាយនេះទុកដោយនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទក្រុមជំនុំលោកអ្នកអាចលូតលាស់ប្រកបដោយជ័យរាភិបានអាស្រ័យនៅលើឥទ្ធិពលក្រុមតូចនីមួយនៅក្នុងក្រុមជំនុំដូច្នេះប្រធានបទថ្មីយើងត្រូវសិក្សានេះគឺសារៈសំខាន់នៃក្រុមតូចបាទក្រុមតូចមានឥទ្ធិពលខ្លាំងអាស្រ័យទៅលើវិធីសាស្ត្រពីរយ៉ាងគឺម្យ៉ាងប្រើប្រាស់បន្ទូលពង្រឹងជំនឿហើយម្យ៉ាងទៀតនាំសមាជិកឡើងថ្នាក់ម្ដងជាបន្តហើយការប្រើវិធីសាស្ត្រពីរយ៉ាងនេះក្នុងរយៈពេលវែងក្រុមតូចប្រកាសជាមានការបដូរផ្លាស់មុខមាត់ជាមិនខានណាក្រុមតូចបដូរផ្លាស់វាមានហេតុផលមកពីម្នាក់ណាពិនិត្យឃើញគំរូពិតដែលអ្នកដឹកនាំនៅក្បែរខ្លួនយើងហ្នឹងហើយពិភាក្សាប្រធានបទនីមួយបានអនុវត្តព្រះបន្ទូលចិត្តសាទរក្នុងជីវិតរស់នៅហ្នឹងហើយសមាជិកក្រុមក៏ចាប់ផ្ដើមស្គាល់គ្នាតាមតំណែងការលូតលាស់រៀងខ្លួនមានឱកាសសាងទំនុកចិត្តជាមួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅដោយសម្ដែងខាងលើបាទក្រុមតូចតែមាននៃក្រុមជាអ្នកសម្របសម្រួលហើយក្រោមការសម្របសម្រួលរបស់នៃក្រុមសមាជិកម្នាក់ទៅហ៊ានចែករំលែករឿងរ៉ាវពិតខ្លួននៅក្នុងជីវិតរបស់ខ្លួនណាដើម្បីគ្រប់គ្នាទទួលការលូតលាស់មកដំណាក់កាលម្ដងហើយទទួលបានបទពិសោធន៍ថ្មីជាលំដាប់ពិសេសបទពិសោធន៍ស្ដីអំពីដំណើរដែលព្រះវិញ្ញាណបរិសុទ្ធទ្រង់យាងជាមួយលោកអ្នកផ្ទាល់បាទគោលបំណងនៃវិជាសេរីភាពសង្ឃរួមដែលកំពុងសិក្សានេះគឺតាក់តែងឡើងសម្រាប់ជួយឲ្យសមាជិកក្រុមតូចដែរមានភាពមាំមួនបាទហើយក្រុមតូចមាំមួនដោយម្នាក់ហ៊ានបកអាចកំបាំងក្នុងជីវិតរស់នៅម្ដងមកចឹងមកហើយកំពុងតែសិស្សនិងគ្រូបើកកម្បាំងម្ដងមួយគ្រប់គ្នាត្រូវមានការអត់ធ្មត់ជាអតិបរមាបាទសូមរងចាំសមាជិកទៀតឲ្យគេយល់ដឹងអស់អាសេចក្តីផងជៀសវាងការអូសគ្នាទាំងបង្ខំហើយតម្រុំដល់គេយល់នៃក្រុមត្រូវសម្របសម្រួលកិច្ចពិភាក្សាមេរៀននីមួយឲ្យបានពិស្ដារបុនិសិទ្ធដែលត្រូវឡើងមកធ្វើជាមេក្រុមត្រូវខិតខំក្រេបជញ្ជក់មុខវិជ្ជាសិក្សាហើយបង្កើនសមត្ថភាពខ្លួនឯងហ្នឹងឲ្យបានទៅជាអ្នកដឹកនាំក្រុមតូចជាបន្តទៅទៀតបាទកំពុងតែម្នាក់ឈានទៅមុខបច្ចេកម្ដងឆ្លងកាត់ដំណាក់កាលលូតលាស់ណាប្រមុខដឹកនាំគួរផ្ដល់សេវាបំពេញនានាមានការចូលរួមកម្មវិធីសបាយនានាហើយការចូលរួមចំណែករំលែកទុកគ្នាទៅវិញទៅមកការបោះជំរុំការចូលរួមសកម្មភាពអីក៏ដោយតែបានទទួលប្រជាស្ដារពីព្រះជាម្ចាស់មកហ្នឹងក្នុងរយៈពេល12សប្តាហ៍គង់មានសិស្សណាម្នាក់ធ្វើការផ្លាស់ប្រែដែលបានជួបវត្តមានរបស់ព្រះជាម្ចាស់អ្នកខ្លះធ្វើការផ្លាស់ប្រែសឹមខ្លះទៀតក៏ផ្លាស់ប្រែក្នុងមួយប្រភេទផ្នែកទោះបីគេផ្លាស់ប្រែដោយប្រការណាមួយក៏ដោយត្រូវចាំចេះបងប្អូនចាំច្បាស់ណាស់ហើយយើងត្រូវការពេលមនុស្សម្នាក់ត្រូវការពេលវេលាពេញមួយឆាកជីវិតណាទើបអាចឃើញមានការផ្លាស់ប្រែនឹងលេចឡើងជារូបរាងបាទមានរួមថាមិនត្រូវរិះគន់គ្នាទេពេលដែលឃើញតែម្នាក់មានការផ្លាស់ប្ដូរយឺតជាងម្នាក់ហ្នឹងបាទពីពួកគ្រប់គ្នាកំពុងតែឆ្លងកាត់ដំណាក់កាលលូតលាស់ហ្នឹងឯងបាទសូមរំលឹកសារជាថ្មីថានិស្សិតគ្រប់រូបមេត្តាព្យាយាមអស់លទ្ធភាពដើម្បីចូលរួមសន្និបាតបិទវគ្គសិក្សាបន្ទាប់ពីរៀនចប់12មេរៀនបាទសន្និបាតបិទវគ្គជាពេលព្រះជាម្ចាស់យាងមកជួបសង្ឃរួមគ្រប់អង្គជាក្រុមធំតែម្ដងបាទក្នុងពេលសន្និបាតព្រះបរិសុទ្ធទ្រង់សម្ដែងប្រវត្តិមានព្រះអង្គហ្នឹង
យ៉ាងស័ក្តិសិទ្ធិជិតស្និទ្ធជាទីបំផុតជាមួយសង្ឃលួងគ្រប់អង្គដូច្នេះសូមនិស្សិតគ្រប់រូបទៅចូលរួមកម្មវិធីបិទវគ្គកុម្ខានដើម្បីភ្លក់រសជាតិម្ហូបប្រវត្តិមានព្រះមានបរិសុទ្ធយ៉ាងឆ្ងាញ់ពិសាគម្រោងដល់ពេលនោះយើងសិក្សាបានសូមបកមករៀនមេរៀនយើងវិញមកខ្ញុំអាចជម្រាបពីលើមកហើយប្រធានបទមេរៀនថ្ងៃនេះមានចំណងជើងថាលំហូរពីក្នុងចិត្តដកស្រង់ចេញពីក្នុងសុភាសិតចំពោះ4ខ20ដល់ខ23ហើយបទនេះចែងថាចេះកូនអើយពីកូនអើយមានន័យថាកូនទាំងពោទាំងស្រីណាបងប្អូនបាទចូលស្ដាប់ចូលប្រងស្ដាប់អស់ទៅពាក្យរបស់អញហើយទៀងទៅជាស្ដាប់សេចក្តីដែលអញពោលទាំងបាមានខ21កុំឲ្យសេចក្តីទៅនោះឃ្លាតបាត់ពីភ្នែកឡើយត្រូវរក្សាទុកនៅកណ្ដាលដួងចិត្តឯងខ22ទៅបិទសេចក្តីទៅនោះជាជីវិតអស់អ្នកណាដែលស្វែងរកបានក៏ជាសេចក្តីសុខស្រួលដល់ខ្លួនប្រាណទាំងមូលផងជីវិតសុខស្រួលគឺជាសុខភាពល្អបាទហើយសុខភាពល្អជាសម្បត្តិមហាសាលមនុស្សគ្រប់រូបចង់ប្រាថ្នាចង់បានហើយបើស្រឡាញ់ខ្លួនណាពាក្យចាស់តែនិយាយកុំឲ្យធូនចំណៃកុំឲ្យភាសាអីតាមតែឃ្លានតាមតែចិត្តចង់នោះបាទពីខ23ក៏ចែងបន្ថែមថាចូលរក្សាចិត្តដោយអស់ពីព្យាយាមការរក្សាចិត្តមានន័យថាកុំនិយាយអីតាមតែទៅនឹងចិត្តនឹកឃើញមាត់វាជានោមទឹកក៏វាជាចិត្តកាលណាទឹកនៅក្នុងចិត្តវាពុះកញ្ចូលហើយណាបងប្អូនវាហៀចេញតាមរង្វះមាត់ហ្នឹងឯងមាត់ណាមួយបងប្អូនមាត់ស្អុយនេះឯងអរគុណបងហើយព្រះបន្ទូលចែងថាត្បិតអស់ទាំងផលនៃជីវិតនោះវាសុទ្ធតែចេញពីក្នុងចិត្តមកហើយបញ្ហាចម្ពាក់ចម្ពិនក្នុងជីវិតរស់នៅរាល់ថ្ងៃវាហៀចេញពីក្នុងចិត្តឯហ្នឹងដូចជាសប្តាហ៍4សប្តាហ៍ខាងមុខយើងផ្ដោតលើការព្យាបាលបោះគុំទុកនៅក្នុងជំរៅដួងចិត្តពាក្យចាស់លោកតែងតែពោលថាចេះចិត្តណាស់ធំជាងប៉ែតជំនួសយើងធ្វើអីសែងក្បាលចិត្តណាដោយព្រះបន្ទូលសម្ដែងតែផលនៃជីវិតសុទ្ធតែចេញពីក្នុងចិត្តមកមែនហ្នឹងឯងបាទលោកនេះបងប្អូនណាគ្មានអីដែលកើតឡើងដោយចៃដន្យទេព្រោះគឺវាកើតឡើងចេញពីក្នុងចិត្តមកមុននឹងកើតឡើងណាក្នុងចិត្តវាពុះកញ្ជ្រោលយូរមកហើយលុះទឹកចិត្តវាពុះកញ្ជ្រោលរលរៀលដល់កសកម្មភាពវិហារតាមណាវាក៏ខ្លាក់ចេញតាមកាយនិងវាចាមកបងប្អូនតើតើនឹងការអ្វីៗកើតឡើងស្រាច់ចិត្តលោកគ្រីស្ទបាទជាគ្រូរបស់យើងនៅពេលហ្នឹងបានតំណាលរឿងផ្ទាល់ខ្លួនប្រាប់យើងថានិស្សិតដើម្បីយើងអត់ចេះប្រកាខ្លួនរឿងនេះបង្កើតឡើងយូរមកហើយដែរបងប្អូនលោកតែងធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីពង្រឹងអ្នកដឹកនាំក្រុមជំនុំសាខារបស់លោកនៅទីនោះបាទពេលចុះយន្តហោះភ្លាមលោកបង្រៀននៅមហាវិទ្យាល័យ Hillsong ក្រុង Sydney ចប់ភ្លាមលោកឡើងយន្តហោះទៅបរៀននិស្សិតនៅក្រុង Brisbane បាទហើយបន្ទាប់ពីយន្តហោះទៅបរៀននិស្សិតនៅក្រុង Melbourne ទៀតហើយបន្ទាប់មកលោកអធិប្បាយនៅព្រឹកទូថ្ងៃអាទិត្យនិងថ្ងៃសៅរ៍ទៀតផងដែរលោកចប់ហើយលោកសម្រាប់បាន24ម៉ោងលោកសម្រាប់កាយហើយលោកជិះឡាន1ម៉ោងទៅទៀតទៅបរៀនសន្និបាតគូគូវិលអស់ពេញមួយសប្តាហ៍លោកចប់ហើយលោកត្រឡប់មកប្រទេសរបស់លោកវិញគឺលោកនៅសហរដ្ឋអាមេរិកនេះបាទប្រងនោះក៏អធិប្បាយបន្ទូលថាទៅចប់ណាគ្រូគូវិលម្នាក់បានប្របួលលោកទៅលេងកូនគោលហើយសារលោកចង់ស្រាប់ផងនោះក៏លោកទៅលេងបានដល់ជាមួយគេទៅហើយលោកលេងក៏បានសប្បាយមែនបងប្អូនហើយនឹងចិត្តវិញ្ញាណរីករាយស្រស់ស្រាយសប្បាយក្នុងចិត្តហើយទាំងហើយគឺលោកធ្វើដំណើរទៅកន្លែងគេធ្វើសន្និបាតគ្រូគូវិលណាលោកបានជិះរថយន្តជាមួយលោកគ្រូម្នាក់ទៀតហើយនៅពេលបើកគោលគុណទេសភាពតាមឆ្នេរសមុទ្រមុនពេលព្រះអាទិត្យចូលអាស្រមគោលដឹងកំពុងតែមានចិត្តសប្បាយរីករាយជាមួយទេសភាពដ៏ត្រកាលហ្នឹងអាស្រាប់តែបេះដូងលោកលោតខុសសង្វាក់ដល់ទៅ200ដងក្នុង1នាទីបាទដៃឆ្វេងលោកស្ពឹកទ្រូងលោកក៏ធ្ងន់ដូចជាយកដុំថ្ម200គីឡូមកគ្របសង្កត់ហើមលោកដកទៅទាំងផ្អើសបន្ទាប់មកនិយាយលេងចេញគឺក៏ខ្លួនចាប់ញ័រទៅទឹកដូចកូនទៅទឹកដូចកូនសត្វចឹងបាទពេលរងចាំឡានណាលោកគ្រូមានប្រសាសន៍ទៅកាន់លោកគ្រូម្នាក់ទៀតថាលោកគ្រូក៏មកដល់ខ្ញុំស្លាប់នៅទីនេះលើទេលោកគ្រូមួយសន្ទុះមកឡានសង្គ្រោះក៏មកដល់បាទគេដាក់អុកស៊ីហ្សែនលោកហ្នឹងជូនឲ្យគេរួនខ្លួនលោកប្រាប់ថាលោកកុំភ្លេចកុំភ័យណាអត់ស្លាប់ទេជាលោកគិតថាអញគិតមកមេថាស្លាប់ចោលឆ្អឹងនៅប្រទេសអូស្ត្រាលីហ្នឹងមើលទៅបាទលោកទៅសម្រាប់ក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់7ម៉ោងគឺធ្វើតេស្តសពបែបយ៉ាងអស់ហ่ะមើលជំងឺលោកតែរោគមេរោគអត់ឃើញសោះក្រោយពីសង្វាក់បេះដូងលោកស្រួលឡើងវិញហើយគេឲ្យលោកចេញពីបន្ទទីពេទ្យទៅបាទលោកគ្រូទៅបង្រៀនគ្រូកងវិលអស់រយៈពេលពេញមួយសប្តាហ៍ដោយគ្រោងទុកហើយត្រឡប់ទៅផ្ទះវិញនៅអាមេរិកពេលមកផ្ទះវិញលោកទៅរកគ្រូពេទ្យបេះដូងពិនិត្យមើលបាទគ្រូពេទ្យបេះដូងលោកពិនិត្យវិจัยដោយយកចិត្តទុកដាក់ជាទីបំផុតដោយប្រើម៉ាស៊ីនយ៉ាងចំណានផងបាទក្រោយពីស្លាប់គ្រូពេទ្យជំរាបលោកគ្រូថាលោកគ្រូអត់មានរោគបេះដូងទេណាលោកគ្រូធ្វើការពោះកម្លាំងមានសារជាតិកាហ្វេលើចំណុះម្ហូបអាហារតាមយន្តហោះបូកនឹងការនឿយហត់ហ្នឹងហៅគួរហេតុផងបាទគ្រូពេទ្យមានប្រសាសន៍បន្ថែមទៀតថាចេះចិត្តលោកគ្រូចង់លុនមកទៅហឹងទៅមុខទៀតតែរូបកាយថាទេហួសល្បត់ឲ្យសុំសម្រាប់គឺចិត្តបងប្អូនចិត្តវាធំជាង8ម៉ែត្រហ្នឹងណា
ខ្ញុំលើកយកបទពិសោធន៍របស់លោកគ្រូមកជ្រាបជូនដើម្បីបញ្ជាក់ថារឿងអ្វីៗដោយធ្វើទៅវិស័យទាំងចិត្តហ្នឹងបងប្អូនពេលកលាំងកាយទៅសម្រាប់យើងខ្លាចណាស់តែគេរិះគន់ថាអសកម្មភារកិច្ចដែលយើងត្រូវធ្វើតែប្រចាំជំនិតថាកំពុងតែខ្លាចគេរិះគន់ថាអសកម្មហ្នឹងបងប្អូនណាមានម្នាក់ទៀតអង្គុយរិះគន់ចាំរិះគន់ដែរម្នាក់គឺណាគឺកម្លាំងកាយយើងនឹងឯងបាទធម្មតាសកម្មភាពមកមានយឹកច្រើនតែជាស្រោមបិទមុខលាក់បាំងភាពទន់ខ្សោយរបស់យើងហ្នឹងកំពុងដេកសងំនៅក្នុងដួងចិត្តយើងហ្នឹងមិនចោលយ៉ាងណាឃើញថាយើងជាមនុស្សអន់ខ្សោយទេទោះបីជាខំយកសកម្មភាពមមាញឹករបស់រូបកាយមកធ្វើជាស្រោមពាក់បិទបាំងមុខតាមពិតយើងកំពុងតែមានវិបត្តិធ្ងន់ធ្ងរដេកសងំនៅក្នុងជំរៅដួងចិត្តឯនោះទេបកមករឿងទន់ខ្សោយរបស់លោកគ្រូវិញណាលោកមានសារភាពថាពេលលោករៀនកូនគូលណាលោកក៏ឈ្នះគេផងវាជាបានជាលោកគិតថាលោកគាត់បាទវាជាលោកគ្រូលេងនោះឈ្នះគេផងនោះគឺចិត្តលោកសម្រាប់ដែរបាទទោះបីជាលោកក៏ដោយរូបកាយសុំសម្រាប់ឲ្យក៏មានញ៉ៃប្រគុណប្រជាចារសាបេះដូងលោកគ្រូណាអត់មានរូគីអីទេរូគីរបស់លោកនៅណាវិញនៅក្នុងចិត្តឯណោះបុលអ្នកត្រូវអានេះខ្ញុំទៅរវាងដួងចិត្តយើងមែនទេកុំចិត្តតាមចិត្តរបស់ពួកបាទ4សប្តាហ៍ខាងមុខព្រះបរិសុទ្ធក្នុងជាបាលបោះកំពុងគុំទុកក្នុងជ្រៅដួងចិត្តហ្នឹងឯងដោយបានជម្រាបមកហើយថាសកម្មភាពជីវិតបង្កើតចេញពីចិត្តបិទព្រះបន្ទូលសម្ដែងនៅក្នុងគម្ពីរសាមីអែលខ្សែទី1ចំពោះ16ខ7ថាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថាកុំឲ្យមើលងាយតែខាងក្រៅឬកម្ពស់ខ្លួននោះឡើយបើអញមិនទទួលនៅនេះទេពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តីដែលមនុស្សលោកពិចារណាមើលទេឲ្យមនុស្សលោកតែងតែមើលឬពីខាងក្រៅប៉ុណ្ណោះតែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញមនុស្សយើងវិនិច្ឆ័យគ្នាទៅវិញទៅមកតាមសម្បកកាយខាងក្រៅហ្នឹងបាទដូចជាគិតថាមនុស្សនេះខូចចិត្តដែរមនុស្សនេះក៏សាខឹងណាហើយការលះលែងគ្នាគេសុទ្ធនឹងសុទ្ធជាអាការៈរោគទេបងប្អូនតាមពិតក្នុងដួងចិត្តមានមេរោគកំពុងដេកសងំហើយជាឫសគល់នៃអាការៈរោគកើតចេញពីសកម្មភាពក្នុងជីវិតរបស់បុគ្គលម្នាក់បងប្អូនហើយខ្ញុំទៅរកមេរោគឲ្យឃើញសិនទើបឲ្យព្យាបាលអាការៈរោគនោះវាដាច់ព្រោះប្រព័ន្ធទាស់ទែងគ្នាថ្ងៃមិនទូថ្ងៃតែត្រូវដោះស្រាយតំណោះទាស់ទែងគ្នាហ្នឹងឬមកក៏ត្រូវមេរោគបណ្ដាលឲ្យអ្នកទាំងពីរហ្នឹងមានតំណោះនឹងគ្នាបើប្រព័ន្ធមានវិបត្តិផ្លូវចិត្តរៀងខ្លួនណាទោះបីខំដោះស្រាយតំណោះបានយ៉ាងល្អយ៉ាងណាក៏ដោយនៅតែទាស់គ្នាអត់ស្វាបងប្អូនករណីនេះមេរោគគឺជាវិបត្តិផ្លូវចិត្តហើយតំណោះទាស់ទែងគ្នាជាអាការៈរោគលោកយើងមើលឃើញតែសម្បកក្រៅទេតែព្រះជាម្ចាស់ទ្រង់ទតឃើញអីទ្រង់ឃើញទតរឿងរ៉ាវថាទាំងអស់គ្នានៅក្នុងចិត្តបងប្អូនផងដូចជាបានជាក្នុង4សប្តាហ៍ខាងមុខណាយើងទៅព្យាបាលមេរោគកំពុងដេកសងំក្នុងចិត្តហ្នឹងចិត្តមនុស្សដេកនៅក្នុងបេះដូងហ៊ុំព័ទ្ធដោយសាច់និងសរសៃឈាមតូចធំជាច្រើនរយពាន់កាលណាសរសៃឈាមកកកស្ទះដោយសារសារធាតុស្មៅគ្រូមានខ្លាញ់រុំបេះដូងមានខ្លាញ់ក្នុងសរសៃឈាមជាដើមបេះដូងវាកើតមេរោគហើយបាទលោកកដល់កម្រិតស្ទះឈាមណាការកម្មបេះដូងក៏កើតឡើងដែរដូច្នេះដើម្បីកុំឲ្យបេះដូងកាំងម្ចាស់បេះដូងត្រូវព្យាបាលមេរោគបណ្ដាលឲ្យសរសៃបេះដូងកកស្ទះនោះដូចគ្នាដែររឿងចិត្តយើងក៏មិនខុសពីបេះដូងប៉ុន្មានទេក្នុងដួងចិត្តមានអ្វីមួយស្ទះបិទចិត្តហើយបានជាគ្មានសម្ដីអ្វីពីរូបពិសាពូលចេញមកតាមរង្វះមាត់នឹងឯងបាទដូច្នេះខណៈនេះដល់ពេលល្មមជារៀបជូនឧបសគ្គ4យ៉ាងបិទចិត្តជ្រះថ្លាឧបសគ្គ4យ៉ាងមានដូចខាងក្រោមឧបសគ្គទី1បិទចិត្តជ្រះថ្លាគឺអាត្មានិយមហើយទៅដោះស្រាយបែបណាដោះស្រាយទៅចុះចូលចំពោះព្រះសូមសរសេរចុះក្នុងសុភបិកាអាត្មានិយមនៅក្នុងន័យសេរីភាពសងលោកគឺគេចេះប្រព្រឹត្តអំពើល្អប៉ុន្តែធ្វើល្អនោះដើម្បីតែប្រយោជន៍ខ្លួនឯងអរគុណបងប្អូនមនុស្សអាត្មានិយមចំពោះព្រះនេតព្រះជាម្ចាស់គឺមនុស្សគ្រប់គ្រងចិត្តដោយខ្លួនឯងផ្ទាល់មិនព្រមឲ្យព្រះអង្គមានសិទ្ធិលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិត្តខ្លួនទាំងស្រុងបាទទុយទៅវិញគេកំកាន់សិលធម៌បានខ្ពង់ខ្ពស់បងអួតព្រះយេស៊ូវថាខ្លួនជាមនុស្សល្អបរិសុទ្ធសុចរិតគេកាងជីវិតយ៉ាងណែនក្នុងដៃមិនឲ្យមានអ្វីបន្តិចបន្តួចរបូតចេញពីអំណាចរបស់ខ្លួនឡើយបាទគម្ពីរយ៉ាកុបចំពុក3ខ14ព្រះម្ចាស់ព្រះយេស៊ូវទ្រង់យកកិរិយាអាត្មានិយមនោះទៅដាក់ក្នុងតំណោតជាមួយនឹងចិត្តចំណែនចិត្តជូរល្វីងនិងកណ្ដុំក្នុងចិត្តគេប្រកាសថាម៉េចអញគ្រប់គ្រងស្ថានភាពនឹងឲ្យបណ្ដែបើអញមិនចេញស្ដីព្រះជាម្ចាស់ក៏គ្មានអីហ៊ានអីក្អកជាមួយអញដែរបងប្អូននៅក្នុងចំណោមអ្នកចូលរៀនសងលូងហ្នឹងណាបងប្អូនមានខ្លះក៏ចូលរៀនហើយអញ្ញាតព្រះជាម្ចាស់ចូលពិនិត្យមើលបន្ទប់ខ្លះក្នុងចិត្តមែនប៉ុន្តែបន្ទប់ខ្លះទៀតមិនព្រមព្រះអង្គចូលជ្រៀតជ្រែកទេព្រោះកាងថាជាសិទ្ធិរបស់ខ្លួន
សកម្មភាពនេះហើយហៅថាចិត្តអាត្មានិយមនោះហើយផលលោកអ្នកចូលរៀនសេរីភាពសងលោកពីព្រោះចង់បានសេរីភាពមែនលោកអ្នកអាចចាប់បានសេរីភាពមែនបើយល់ព្រមបើកដួងចិត្តបកគលថ្វាយព្រះជាម្ចាស់ឲ្យទ្រង់ត្រួតពិនិត្យសពទីកន្លែងនិស្សិតគ្រប់រូបត្រូវហ៊ានលះបង់អាត្មានិយមរបស់ខ្លួនឯងនៅក្នុងដួងចិត្តទើបទទួលបានសេរីភាពបើគិតថាជីវិតនេះជារបស់អញរឿងប៉ុណ្ណឹងចាំបាច់ទៅរកព្រះណាមកជួយដោះស្រាយលោកអ្នកបងប្អូនកុំអួតខ្លួនកុហកទៅទិញស្ដីពិតគឺអីពិតគឺរឿងលោកអ្នកមានរោគអាត្មានិយមដេកស្ងំនៅក្នុងដួងចិត្តហ្នឹងលោកអ្នកត្រូវដោះស្រាយរឿងអាត្មានិយមនេះឲ្យដាច់ស្រេចហើយរឿងនេះមិនអាចដោះស្រាយទៅខ្លួនឯងបានទេខ្ញុំនិយាយម្ដងទៀតរឿងនេះមិនអាចដោះស្រាយខ្លួនបានទេបើថាខ្លួនមានបញ្ញាហើយបើខ្ញុំសុំស្ដាប់ព្រះបន្ទូលមើលយ៉ាកុបជំពូក3ខ15ដល់6ចែងថាប្រាជ្ញាយ៉ាងនោះមិនមែនមកពីឋានសួគ៌លើបុឋានលើទេគឺជារបស់លោកីនេះហើយក៏ខាងសាច់ឈាមនិងខាងអរិយវិញទីតាខ16សូមសង្កេតច្បាស់បុត្រឡៃណាដែលមានសេចក្តីចំណែននិងសេចក្តីគំនុំនោះក៏មានវឹកវរសេចក្តីអាក្រក់គ្រប់យ៉ាងដែរបាទមនុស្សយើងគ្រប់រូបសុទ្ធតែមានភាពវឹកវរដោយប្រការណាមួយនៅក្នុងជីវិតរស់នៅជាមិនខានដោយប្រពន្ធមានភាពវឹកវររឿងលុយកាក់ហើយពេលខ្លះបញ្ហាលុយកាក់ក៏អាចដោះស្រាយបានដែរប៉ុន្តែទោះបីដោះយ៉ាងនោះក៏រួចហើយក៏ដោយចិត្តរបស់យើងណាត្រូវដោះស្រាយដែរព្រោះអីក៏មានអាត្មានិយមហើយទៅដោះស្រាយជាមួយព្រះជាម្ចាស់ទីបន្តទៅបងប្អូនសួរថាអាត្មានិយមធំជាងគេបងប្អូនគឺស្អីបងប្អូនអាត្មានិយមធំជាងគេបងប្អូនគឺមិនព្រមប្រគល់ដួងចិត្តថ្វាយឲ្យព្រះយេស៊ូវគ្រប់គ្រងទាំងស្រុងបាទយើងទៅមានឆន្ទៈប្រគល់ដួងចិត្តទាំងស្រុងថ្វាយព្រះអង្គម្ចាស់គ្រប់គ្រងទើបអាចលូតលាស់បានស្ដីពីការលូតលាស់ជាមួយព្រះជាម្ចាស់ខ្ញុំក៏មានសន្ទុះលូតលាស់ដោយបងប្អូនរាល់គ្នាដែរសម្រាប់ដល់មានថ្ងៃនេះមានឧបសគ្គរារាំងច្រើនណាស់បងប្អូនហើយកំពុងខ្ញុំឈរអធិប្បាយនៅមុខបងប្អូននេះណាក៏មានឧបសគ្គរារាំងដែរមិនមែនអត់ទេសន្ទុះលូតលាស់ប្រតិបត្តិទាំងស្រុងឬការបកគលរូបកាយបកគលចិត្តគណិតបកគលព្រលឹងបកគលវិញ្ញាណពលគឺថ្វាយទ្រង់ទាំងស្រុងឲ្យទ្រង់គ្រប់គ្រងតែម្ដងប៉ុន្តែអ្នកជឿមានប្រពៃណីអកតែមួយនៅក្នុងអាសនាណាប្រកែចុះចូលជាមួយព្រះអង្គចេញពីអាសនាបានជាហ៊ានផងក៏បួសក្លៀកប៉ោងស្មាទូអ្នកទៅមានសុចន្ទៈជ្រះថ្លាបុគ្គលជីវិតទាំងស្រុងថ្វាយព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រប់គ្រងគ្រប់ទីកន្លែងគ្រប់ពេលវេលាទើបអាចសម្រេចការធំថ្វាយព្រះអង្គម្ចាស់បានពេលចូលបម្រើព្រះអង្គដំបូងខ្ញុំសប្បាយមែនទែនសោះមនុស្សរីករាយស្រស់ស្រាយអស្ចារ្យមែនទែនគឺក៏ដើរកាត់តកភ្លេចនេះស្មងជើងដើរឡើងមកពឹកឯនោះបានទៅដល់ទៀតទៅបើតោះប៉ុន្តែបន្ថែមហើយចង់ទៅបម្រើព្រះអង្គប៉ុន្តែនិយាយតាមត្រង់ខ្ញុំសូមសារភាពឥឡូវនេះថៃពេកខ្ញុំក៏មានចិត្តវេជាមួយនឹងព្រះជាម្ចាស់ដែរវេទៅណាដាក់លក្ខខណ្ឌជាមួយព្រះអង្គអើយចេះមួយចុះមួយកុំធ្វើទៅនេះបានហើយព្រះបងប្អូនកុំខ្លាចអធិដ្ឋានដាក់លក្ខខណ្ឌជាមួយព្រះអង្គព្រះអង្គចេះយល់រឿងរបស់យើងហើយព្រះអង្គដែលប្រើយើងខុសពីទីប្រនិមិត្តដែលព្រះអង្គចង់ឲ្យយើងបម្រើទ្រង់ទេបើកិច្ចការណាដែលព្រមរបស់យើងវាគ្មានព្រំដែនកំណត់ហើយហ្នឹងចូលជឿទុកចិត្តចុះព្រះអង្គចេះទ្រង់ផ្ដល់ទីប្រនិមិត្តនឹងចំណងចិត្តឲ្យបំពេញភារៈនៃការត្រាស់ហៅរហូតដល់បានសម្រេចពេលនោះហើយបងប្អូនអាចឆ្លើយជាមួយព្រះជាម្ចាស់របស់អើយទូគុំស្ម័គ្រចិត្តបម្រើទ្រង់ទីណាក៏បានធ្វើអីក៏បានតែទូគុំជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គមកគេការបម្រើព្រះអង្គជួនកាលមានរឿងប្លែកកើតឡើងនៅក្នុងជីវិតដែរបងប្អូនម្ដងនោះខ្ញុំចូលរួមកម្មវិធីភ្ញាក់លើកតូចមួយពេលនោះមានការដែលឲ្យគេឡើងទៅអធិដ្ឋានអីទៅហើយអ្នកណាដែលព្រមបោះសុទ្ធប៉ះពាល់ក្នុងចិត្តណាជួនគេអធិដ្ឋានឲ្យដួលដេកស្ដោកស្ដឹងអីចឹងណាបងប្អូននិយាយតាមត្រង់ខ្ញុំអត់យល់ទេរឿងប្លែកចឹងមកទោះបីមិនសូវយល់ក្តីខ្ញុំក៏ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនោះដែរពីនេះខ្ញុំត្រូវការកិច្ចសហការពីសំណាក់ប្រមុខដឹកនាំជាច្រើនរូបសម្រាប់ជំរុញចលនារួមម្នាក់ឡើងទៅដួលខ្ពស់ម្នាក់ឡើងទៅដួលខ្ពស់ទៀតពោកដួលពេញណាពេញណៃដល់វិញខ្ញុំហើយដល់គ្រូដាក់ដៃពីលើខ្ញុំគិតអញ្ចឹងស្អាតហ្មងថាម៉េចខ្ញុំធ្វើពើជាដួលដើម្បីសម្រាប់ការរួមបន្ទាប់ពីនេះខ្ញុំនៅតែមិនជឿការដេកដួលនោះទេប៉ុន្តែមានរឿងមួយដឹងច្បាស់តែខ្ញុំច្បាស់ខ្លួនឯងបំណងចិត្តខ្ញុំល្អក៏ប៉ុន្តែគំនិតដែលប្រព្រឹត្តនោះគួរឲ្យខ្មាស់អៀនណាស់ក្នុងនាមអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់ចំណុចនេះសំខាន់ណាស់សូមពិនិត្យមើលគណិតរបស់យើងទាំងអស់គ្នាចំពោះព្រះនេតព្រះជាម្ចាស់នៅចំពោះព្រះនេតព្រះអង្គយើងអាចឆ្លើយសម្រាប់ចិត្តពីរយ៉ាងបានមួយបងហើយសូមជួយឲ្យទូគុំចាត់ចែងជីវិតទូគុំម្ដុំនេះចោះម្ដុំនោះទូគុំចាត់ចែងខ្លួនឯងពីយ៉ាងទៀតពូថាព្រះអង្គចាស់អើយសូមទ្រង់ចាត់ចែងជីវិតខ្ញុំម្ចាស់ទាំងស្រុងហើយសម្រាប់តាមតែប្រទេសទូគុំតាមទ្រង់ហើយខ្ញុំសូមផ្ដាំថាលោកអ្នកទៅចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់គ្មានបន្សល់ទុកអ្វីមួយសម្រាប់គ្រប់គ្រងខ្លួនឯងហើយមេរៀននៃការចុះចូលត្រូវសិក្សាសប្តាហ៍ក្រោយគឺសប្តាហ៍ទី6បាទ
ឧបសគ្គទី2ដែលបិទចិត្តជ្រះថ្លាគឺមិនចិត្តល្វីងជូរចត់ទៅដល់ស្អីដល់កិច្ចអភ័យទោសបាទភាពល្វីងជូរចត់កើតឡើងមកពីមានរឿងអ្វីមួយហើយរឿងធ្វើរបួសទាំងកាយទាំងចិត្តឲ្យតែរឿងនឹកដល់រឿងហ្នឹងចង់តែសងសឹកអវោះដៃរឿងរបួសផ្លូវចិត្តហ្នឹងមនុស្សខ្លះងាយបំភ្លេចបានមនុស្សខ្លះទៀតឲ្យតែគេនិយាយអីអាក្រក់ដាក់ខ្លួនឯងសន្តីគេដិតដាមចុកក្នុងគូក្បាលដោយក្តាប់ផ្ដិតអញ្ចឹងគាត់គិតយ៉ាងម៉េចគាត់ស្អប់បុគ្គលក្នុងជីវិតគាត់ឃើញដានជើងចង់កោះវត្តចោលចុះលោកអ្នកវិញតើធ្វើរំដេចដែរចំពោះមនុស្សអាក្រក់ដែលគេធ្វើដាក់ខ្លួនបុគ្គលនេះអាចជាបងប្អូនមនុស្សគេគ្លីករៀនផងមានដែរហើយខ្លះទីក៏ជាបងប្អូនបង្កើតរបស់យើងផងដូចប្រហែលជាអួតថាអញងាយខឹងណាផ្ដាស់ទេបើហ៊ានអួតមែនណាសូមស្ដាប់ព្រះបន្ទូលព្រះយេស៊ូវបន្តិចមើលពីលូកាចំពោះ17ខ1ថានឹងធ្វើឲ្យបាត់ហេតុនាំឲ្យវាចិត្តនោះអត់បានទេអរគុណបងចាំហើយនេះណាលោកនេះឲ្យទៅនៅដង្ហើមដកចេញចូលហ្នឹងថាមនុស្សរស់ហ្នឹងបងប្អូនទាំងខ្ញុំទាំងបងប្អូនហ្នឹងសុទ្ធតែចេះអន់ចិត្តយើងខ្លួនហ្នឹងការអន់ចិត្តនាំឲ្យយើងទាំងអស់គ្នាមានជីវិតល្វីងជូរចត់ហើយកាលណាមានចិត្តល្វីងជូរចត់ហើយក្នុងហើយបងប្អូនណាពីសព្ទចំពោះ18ខ9ចែកថាម៉េចបងប្អូនណាដែលបានអន់ចិត្តហើយនោះពិបាកជាងពង្រៀបទីក្រុងយ៉ាងមមួនទៅទៀតកាលណាមានការអន់ចិត្តជាមួយគ្នាហើយពេលជួបបុគ្គលនោះចិត្តយើងលែងគ្រប់គ្រងខ្លួនឯងបានហើយព្រះបន្ទូលសម្ដែងថាម៉េចសេចក្តីទោសតែងគ្នាយ៉ាងនោះប្រៀបដូចជាដាក់រនុកទ្វារបន្ទាយតាមនេះសម្ដែងថាព្រះបន្ទូលសម្ដែងថាកាលណាបណ្ដោយឲ្យចិត្តល្វីងជូរចត់គ្រប់គ្រងយើងបុគ្គលម្នាក់បាត់បង់ញៀនដឹងខ្នាតអស់រលីងពីខ្លួនហើយតាមពិតក្នុងចិត្តមានរស់ល្វីងជូរចត់សម្បត្តិប៉ុន្តែកំពុងបាត់បង់ញៀនដឹងខ្នាតហ្នឹងបែរជាធ្វើពើខំសាងកំពែងការពារមិនឲ្យមនុស្សដែលខ្លួនខឹងមកប៉ះពាល់ឬប៉ះអារម្មណ៍ចិត្តខ្លួនឯងឡើយពេលកំពុងសងកំពែងហ្នឹងពឹសល្វីងជូរចត់ចាក់ដោតធ្វើសកម្មភាពពុះកញ្ជ្រោលចង់រយះដើមទ្រូងហើយព្រះគម្ពីរសម្ដែងថាចិត្តពុះកញ្ជ្រោលនាំឲ្យខូចសងសុខភាពហើយចិត្តកនុំមិននាំឲ្យយើងមិនចេះធ្វើការអត់ទោសបាទស្ដីពីរឿងកិច្ចអភ័យទោសយើងរៀននៅសប្តាហ៍ទី7ក្នុងក្រុមនឹងយកកិច្ចអភ័យទោសមកពិភាក្សាឲ្យបានពិស្ដារតម្រាំដល់ពេលនោះខ្ញុំសូមសង្ខេបមេរៀនកិច្ចអភ័យទោសបន្តិចក្នុងពេលនេះបាទកិច្ចអភ័យទោសមិនមែនធ្វើឡើងយល់តាមអារម្មណ៍ទេបើគិតថាចាំមានអារម្មណ៍ធ្វើល្អសូមអត់ទោសឲ្យគេបើគ្មានអារម្មណ៍ល្អមិនខ្ចីអត់ទោសទេខ្ញុំបងប្អូនមានគណិតចឹងបងប្អូនកាន់តែស្អប់បុគ្គលកាន់តែខ្លាំងឡើងផ្ទុយទៅវិញបើព្រមឲ្យឆន្ទៈដឹកមុខអារម្មណ៍រត់តាមក្រោយបាទដើម្បីអត់ទោសបុគ្គលណាម្នាក់យើងត្រូវមានឆន្ទៈចង់ធ្វើការអត់ទោសទើបអត់ទោសឲ្យគេកើតសូមចាំចំណេះថាបើព្រមឲ្យឆន្ទៈដឹកមុខអារម្មណ៍រត់តាមក្រោយឲ្យតត្រកហ្នឹងបើមិនចេះអត់ទោសឲ្យគេទេមានហេតុការអាក្រក់ឡងមកខ្លួនឯងវិញជនណាមិនចេះអត់ទោសឲ្យគេជននោះកំពុងតែបំផ្លាញជីវិតខ្លួនឯងហើយកែវភ្នែករបស់ជនដែលមិនចេះអត់ទោសឲ្យគេសល់ឃើញយ៉ាងជាក់ស្ដែងទៅចង់លាក់បាំងឲ្យចិត្តក៏បាត់ដេកក៏បាត់ប្រដាក់ចិត្តដែរបើដេកសង្ឃឹមថាគេនឹងឈឺចាប់ដោយសារយើងមិនអត់ទោសឲ្យគេអ្នកឈឺចាប់គឺយើងនឹងហើយមិនមែនគេទេមានរឿងមួយទាក់ទងគ្រោះថ្នាក់នៃការមិនចេះអត់ទោសរឿងនេះស្ដាប់ទៅគួរឲ្យអស់សំណើចក៏ប៉ុន្តែគួរឲ្យសោកសៅដែរចង់ស្ដាប់បន្តិចទេមែនទេបាទព្រោះយើងមានសង្គ្រាមស៊ីវិលកើតឡើងនៅដើមទសវត្សរ៍ទី70ហ្នឹងមានពលទូម្នាក់ដូចឈ្មោះតូយចូលតម្រង់ជួរចូលបង្ហាញវត្តមានពេលព្រឹកនៅប្រទេសបកកណាមុននឹងក្រោយចូលជួរហ្នឹងគេហ៊ានដូចគ្នាណាខ្លះមានវាធំជាងផ្ទះអាសាផ្ទះធំអាខ្លះខ្លះលេងផ្ទះខ្នងចឹងអាខ្លះលេងផ្ទះក្បាលចឹងម្ដងនេះតូយចូលមកដល់ប្រទេសមានទាហានយាមមកប្រទេសសួរថាអីនឹងវិញទល់ក្នុងអាវតូយឆ្លើយថាស្អីក៏បែកដែរទាហានម្នាក់នៅជិតនេះស្រីសួរថាមិនក៏យកក៏បែកមកលេងញាត់ក្នុងអាវចឹងវិញតូយនិយាយថាលេងស្អីអាណាហ៊ានប៉ាអញងាប់ម្ដងនេះអាណាហ៊ានប៉ាអញប៉ះទ្រូងអញបែកកញ្ចប់បរិយហើយដឹងនឹងងាប់ហើយបើងាប់ក៏ដាច់ដៃដែរបងប្អូនដាប់ដូចជួគួរអស់ស្នាច់អ្នកលេងលោកតូយណាបានទៅដាច់ដៃតែលោកតូយខ្លួនឯងធូងគាត់បែកខ្ចាយសុំមេរោសាច់ម្ដុំមកធ្វើបុណ្យកុំបានផងរឿងនេះស្ដាប់ដូចឆោតប៉ុន្តែជាមេរៀនដ៏ល្អសម្រាប់រូបខ្ញុំផ្ទាល់ក៏សម្រាប់លោកអ្នកដែលស្ដាប់ដែរការមិនចិត្តអត់ទោសគេមានគ្រោះថ្នាក់ចំពោះខ្លួនឯងមិនមែនចំពោះជនដែលយើងខឹងគួនគេទេនិយាយមកដល់ចំណុចនេះមានសិស្សខ្លះកំពុងរកគណិតគិតផ្សេងបាទកំពុងរៀនរែកគាត់ថាចង់លើករឿងនេះមិនចង់អាណាដឹងនេះគាត់តាមលើករឿងនេះទៅអីណោឈឺចាប់តែទៀតគេថាហួទៅកុំយកមកគិតគួរនាំសៅម៉ងប៉ុន្តែខ្ញុំជម្រាបបងប្អូនរឿងការអត់ទោសឲ្យគេណាមិនត្រូវបដែតបដោយឲ្យអ៊ូកយើងចូលក្នុងគុកទាសកម្មមិនអត់អន់ទោសនោះទេគុកដែលមិនចេះអត់អន់ទោសជាចលនារបស់ចិត្ត
ដូចជាទៅដោះស្រាយវិបត្តិក្នុងចិត្តដាច់ស្រេចទើបទទួលបានសេរីភាពហើយសូមមើលឧបសគ្គទី3ដែលបិទចិត្តឆ្លាស់គឺអីឬអើងហើយទៅដោះស្រាយប្រការដល់របៀបណាទុកចិត្តព្រះបន្ទូលជីវិតបាទមនុស្សយើងស្រេកឃ្លានការឲ្យគេរាប់អានណាស់បើដឹងតែគេឬអើងយើងហើយយើងធ្វើអីសពបែបយ៉ាងដើម្បីពយល់ថាខ្លួននៅមានតម្លៃទៀតមនុស្សយើងហ៊ានធ្វើពលកម្មសពបែបយ៉ាងជួនហ៊ានធ្វើអ្វីក៏ដោយទោះបីខាតបងយ៉ាងណាក៏ដោយអស់អីក៏អស់ឲ្យគេរាប់អានការឬអើងមានឥទ្ធិពលខ្លាំងណាស់បងប្អូនសួរថាតើការឬអើងកើតឡើងពីអីមកពីសម្ដីដែលគេនិយាយមកកាន់យើងហ្នឹងឯងហើយសម្ដីនោះដកជាប់ងុំសំដំក្នុងគូក្បាលបេះវាមិនដាច់សោះតែស្ដីពីសម្ដីវិញព្រះគម្ពីរសម្ដែងថាម៉េចសុភាសិតចំពុក18ខ21ទោះបីទាំងស្ដីស្លាប់ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរអណ្ដាតវាមានជាតិផ្អែមវាមានជាតិពឹសវាមានជាតិពុលមានជាតិល្វីងនៅជាមួយគ្នានោះបងប្អូនហើយអណ្ដាតអាចឲ្យដកជីវិតគេដែរព្រោះយើងគ្រប់រូបសុទ្ធតែមានភាពចាស់ទុំល្មមមានវ័យចាស់ល្មមអាចស្គាល់បទពិសោធន៍រសជាតិសម្ដីរៀងៗខ្លួនហើយក្នុងមេរៀនសេរីភាពសងលោកមានមេរៀនមួយស្ដីពីឥទ្ធិពលសម្ដីណាដែលចូលចិត្តប្រើនោះវានឹងស៊ីផលនៃអណ្ដាតនោះឯងពាក្យចាស់លោកពោលថាចេះអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ដោយសារតែអណ្ដាតហ្នឹងដោយសារអណ្ដាតយើងទទួលបានផលអ្វីមួយដូច្នេះយើងចាំបាច់ទៅចេះប្រើធ្វើវិភាគពាក្យសម្ដីណាគេស្ដីមកកាន់យើងហ្នឹងរឿងយកចិត្តជឿទំនាគេបងប្អូនសម្ដីគេហាក់មានឥទ្ធិពលចាក់ពុំនៅក្នុងចិត្តតែម្ដងបើគេថាយើងភ្លឺនិយាយបែបបន្ទោសខ្លួនឯងហើយភ្លឺមែនឯងបានជាគេនិយាយបានគេឌីលហ្នឹងព្រះជាម្ចាស់បង្កើតយើងមកមិនដែលដាក់ទំនាយើងទេប៉ុន្តែបើយើងសុខចិត្តជឿទំនាផ្ទុយពីឋានៈដើមដែលព្រះជាម្ចាស់ទ្រង់បង្កើតមកហើយណាយើងជាប់ប៉ុនក្នុងល្បាក់ទំនានោះហើយក្នុងកម្មវិធីសិក្សាទៅសងលោកហ្នឹងយើងមានឱកាសអធិដ្ឋានបណ្ដាច់ទំនាអបលៈនានាឲ្យដាច់ពីចិត្តយើងដោយនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវរឿងដាក់ទំនានេះលោកគ្រីស្ទលោកតែងតំណាលរឿងខ្មោចឪពុកក្មេកនោះឲ្យយើងស្ដាប់រៀនគ្រប់គ្នាបាទកាលណាការរៀនថ្នាក់ទី8ហើយពុកក្មេកលោកបកកែគណិតណាលោកដាក់ចំណោទឲ្យលោកគ្រូឲ្យលោកធ្វើនៅក្តារខៀនបាទលោកឡើងទៅដាក់ចម្លើយហើយត្រឡប់មកអង្គុយនៅកន្លែងវិញគ្រូថាទៅចង្ខុសហើយលោកថាត្រូវតាគ្រូថាធ្វើខុសក្បួនលោកថាចាំមកក្បួនទៅអីឲ្យចម្លើយទៅថ្ងៃមួយគ្រូដាក់ទនាឪពុកលោកនៅមុខពួកសិស្សថាធំឡើងអត់ទៅជាខ្មោចអីគេទេឪពុកលោកជឿបទទនានោះហើយក៏ឈប់រៀនទៅលោកជប់រៀនលោកចូលលេងភ្លេងក្នុងរង្គសាលហើយមានសង្សារម្នាក់ហើយសង្សារក៏មានទងន់កូនស្រីទៀតហើយកូនស្រីទៅជាភរិយារបស់លោកគ្រូគ្រីស្ទរបស់យើងហ្នឹងឪពុកក្មេកលោករៀបការជាមួយសង្សារអាយ៉ាអាយុ7 10ប្រពន្ធមានកូនពេញពោះគ្មានលុយកាក់ទទួលបន្ទុកគ្រួសារពុកក្មេកទៅដាក់ពាក្យប្រឡងធ្វើការងារហើយគិតដំបូងថាអត់ជាប់និយាយទេមើលទៅក្រោយបានចូលធ្វើការងារឮដែលក្រុមហ៊ុនសរសើរលោកចេះបើប្រឹងធ្វើការតែបែបហ្នឹងអនាគតល្អណាស់វិនិច្ឆ័យនេះឥទ្ធិពលសម្ដីរបស់ក្រុមហ៊ុនហ្នឹងវារំលាយឥទ្ធិពលសម្ដីទំនាយដែលគ្រូនៅសាលាបានដាក់ឲ្យអាសាបងទៅបាទឪពុកក្មេកលោកបានទទួលជឿព្រះម្ចាស់ព្រះយេស៊ូវក្រោយមកទៀតលោកបានខ្លាយទៅជាអ្នកនងគ្រីស្ទបរិស័ទម្នាក់ដែលមានឥទ្ធិពលបើកាក្រុមជំនុំនៅសហរដ្ឋអាមេរិកក៏ច្រើនកន្លែងដែរនៅអឺរ៉ុបក៏ច្រើនកន្លែងហើយប្រទេសដទៃទៀតក៏ច្រើនកន្លែងនេះហើយជាដំណើរជាទីហោពីឥទ្ធិពលសម្ដីក្នុងបទទំនាយនឹងឯងបាទសម្ដីយើងមានឥទ្ធិពលខ្លាំងបងប្អូនដូច្នេះបានជានៅក្នុងកម្មវិធីស្រីសងលូមយើងប្រើទំនាយប្រកាសព្រះបន្ទូលជីវិតស្រោចស្រពលើនិស្សិតគ្រប់រូបដូច្នេះព្រះបន្ទូលជីវិតនឹងមានកត់ក្នុងព្រះគម្ពីរបាទគម្ពីរចែងថាព្រះបន្ទូលលាងសម្អាតគំនិតចិត្តរបស់យើងទាំងអស់គ្នាហ្នឹងបើអនុញ្ញាតឲ្យទ្រង់លាងសម្អាតចិត្តគំនិតរបស់យើងទាំងអស់គ្នាពិតជាបានសស្អាតដោយសារព្រះបន្ទូលជីវិតក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវមេរៀនព្រះបន្ទូលជីវិតត្រូវសិក្សានៅសប្តាហ៍ទី9គឺ4សប្តាហ៍ខាងមុខយើងទៅយកព្រះបន្ទូលមកប្រកាសស្រោចស្រពលើដួងចិត្តលោកអ្នកសូមមេត្តាចូលរៀនមេរៀនទី9តាមក្រុមកុំបន្ទោច8អាខាងឡើយឧបសគ្គទី4ដែលបិទចិត្តជ្រះថ្លាដែរគឺគំនិតអាក្រក់ទៅដោះស្រាយដែរអីដោយពឹងព្រះបន្ទូលលាងសម្អាតព្រះម្ចាស់យេស៊ូវគ្រីស្ទមានព្រះបន្ទូលពីគំនិតអាក្រក់នេះហើយគំនិតអាក្រក់គឺការដែលមិនគួរសពបែបយ៉ាងណាប្រមូលយកមករៀបទុកដាក់យ៉ាងមានសណ្ដាប់ធ្នាប់ក្នុងសន្ទាប់ខួរក្បាលបាទគំនិតអាក្រក់មានដូចជាអំពើខ្មៅងងឹតរូបថតអាហភាសគំនុំឈឺចាប់គំនិតកិច្ចកលទស្សនៈជ្រុលនិយមភ្លេងចម្រៀងនឹងការមិនគួរយកខ្លួនបៀតតែជ្រុលចប្រឡាក់ប្រឡោះជ្រុលហួសទៅហើយកំពុងតែគំនិតផ្ទុកអំពើអាក្រក់យ៉ាងស្អេកស្កះក្នុងប្រព័ន្ធចងចាំហ្នឹងយើងមានដំណឹងល្អជីវិតថ្មីគឺជាជីវិត
មានសេរីភាពសម្រាប់មនុស្សលោកគ្រប់រូបព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលក្នុងគម្ពីរម៉ាកុសជំពូក7ខ21ដល់23ថាម៉េចបិទនៅខាងក្នុងចិត្តមនុស្សណាចិត្តខ្ញុំអនុបងប្អូនអរគ្នាណាចិត្តខ្ញុំអរគុណបងតែនៅក្នុងចិត្តយើងអរគ្នាមានទុកអីខ្លះទៅនៅក្នុងចិត្តមនុស្សនឹងមានចេញអស់ទាំងគំនិតអាក្រក់បង្កក់ទុកនៅក្នុងសន្ទប់ដួងចិត្តរាប់សិបឆ្នាំកន្លងមកដោយអីខ្លះកំផិតសាហាយស្មន់កាប់សម្លាប់លួចប្លន់លោភូទូសោមូហោបះបោខលខូចអបាយកលអាពាផ្នែកអាក្រក់ជាប្រមាថឆ្មាំឆ្មៃសេចក្តីចំគួតលាក់ហើយព្រះបន្ទូលសង្កត់ខ23ថាម៉េចសេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមកធ្វើឲ្យមនុស្សស្មោកគ្រោកគឺអាក្រក់នេះវាមិនមែនបណ្ដាលមកពីប្រពន្ធទេកុំទៅខឹងប្រពន្ធនោះក៏មិនជាប្តីដែរកុំខឹងប្តីនោះក៏មិនតកែដែរកុំខឹងតកែក៏មិនអ្នកជិតខាងដែរកុំទៅខឹងគេមកពីណាពីក្នុងចិត្តរបស់យើងផ្ទាល់ហ្នឹងឯងមកវាបាត់ទៅនោះហួហៀចេញពីក្នុងដួងចិត្តធ្វើឲ្យមនុស្សយើងហ្នឹងស្មោកគ្រោកចេះតើទៅធ្វើដូចម្ដេចទើបឲ្យបានជ្រះស្អាតពីគណិតអាក្រក់ទាំងនោះយើងទៅមានឆន្ទៈចុះចូលក្រោមពំនុកទឹកព្រះបន្ទូលជីវិតដើម្បីលាងសម្អាតឲ្យសស្អាតដោយសម្លេងទើបមានសេរីភាពក្នុងរានយើងជាសងរងដើម្បីទទួលការលាងសម្អាតគណិតអាក្រក់នៅថ្ងៃធ្វើសន្និបាតសកម្មភាពដែលសម្រាប់ចិត្តធ្វើតាមការដាស់តឿននៅបរិសុទ្ធនោះមានសារៈសំខាន់ខ្លាំងណាស់ចំពោះលោកអ្នកហើយដូច្នេះខ្ញុំអធិដ្ឋានជូនអ្នកបងប្អូនគ្រប់គ្នាទី1សូមព្រះមេត្តាទ្រង់បង្ហាញបន្ទោសបង្ហាញបាទទី2បំផ្លាស់ហើយទី3បំពេញដួងចិត្តអ្នកឲ្យមានការផ្លាស់ប្ដូរជាដុំកំពូលដើម្បីសម្រេចទិសដៅនៃការអធិដ្ឋានលោកអ្នកចាំបាច់ទៅចាប់ផ្ដើមធ្វើការបដូរផ្លាស់ពីពេលនេះទៅប៉ុន្តែសូមបញ្ជាក់ថាចេះលោកអ្នកមិនចាំបាច់ត្រូវធ្វើការបដូរផ្លាស់ដោយកម្លាំងបាយខ្លួនឯងទេព្រះជាម្ចាស់ទ្រង់ជាអ្នកធ្វើទាំងអស់ជំនុំលោកអ្នកខាងភាគីលោកអ្នកត្រូវមានសុចន្ទៈជ្រះថ្លាបណ្ដោយទ្រង់កែច្នៃតាមវិធីរបស់ទ្រង់ក្នុងឋានៈការបណ្ដោយទ្រង់កែច្នៃលោកអ្នកត្រូវមានសុចន្ទៈធ្វើកិច្ចការដោយហោរាលោកចែងទុកខាងក្រោមនេះអេសេគៀលជំពូក36ខ26ដល់27មកអញនឹងឲ្យឯងមានចិត្តថ្មីអញនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរអញនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់ឯងចេញរួចនឹងឲ្យមានចិត្តជាសាច់វិញមកចិត្តរឹងដូចថ្មជាចិត្តដូចខ្លះចិត្តចាស់កម្រិលចិត្តក្រាំចិត្តក្តាំចិត្តរឹងចាក់បញ្ចូលចិត្តជេរមានចិត្តល្វីជូរចត់ចិត្តមានតបៅមហារីកនិងចិត្តមានវិបត្តិផ្សេងជំនួសចិត្តមានវិបត្តិធ្ងន់ធ្ងរព្រះអង្គប្រទានឲ្យមានអីឲ្យមានចិត្តជាសាច់វិញចិត្តជាសាច់ចិត្តទន់ភ្លន់ចិត្តរះបត់បែនតាមលំអានព្រះបរិសុទ្ធទ្រង់ដឹកនាំតើចង់បានចិត្តទន់ដូចសាច់នេះឬទេដោយសារមានចិត្តទន់ស្រាប់ព្រះអង្គធ្វើម៉េចព្រះអង្គទ្រង់ដាក់វិញ្ញាណរបស់ទ្រង់នៅក្នុងឯងរាល់គ្នាហើយបដាលឯងរាល់គ្នាដើរតាមក្រឹតក្រមហើយរក្សាបញ្ញត្តិច្បាប់របស់អញព្រមទាំងប្រព្រឹត្តតាមផងឥឡូវជីវិតរបស់យើងទាំងអស់គ្នាបានវិញទៅបាញ់ចូលជាធ្លុងមួយជាមួយជីវិតអស់កលរបស់ព្រះជាម្ចាស់ហើយនោះលោកអ្នកមានចំណងរស់នៅបានត្រឹមត្រូវតាមຂະຫນາດបន្ទាត់របស់ទ្រង់លោកអ្នកមានចំណងរស់នៅធ្វើតាមក្រឹតវិន័យក្រឹតក្រមរបស់ព្រះជាម្ចាស់ពីព្រោះបានប្រគល់ដួងចិត្តថ្វាយឲ្យព្រះអង្គសម្អាតរួចហើយដូច្នេះដោយសារលោកអ្នកបានយកចិត្តគណិតមកថ្វាយព្រះជាម្ចាស់ឲ្យលាងសម្អាតរួចហើយនោះបងប្អូនអាចបំពេញធុរកិច្ច3យ៉ាងសំខាន់ដូចខាងក្រោមដើម្បីឲ្យចិត្តមានចិត្តមានការបដូរផ្លាស់សូមយកធុរកិច្ចទាំង3មកទៅប្រើមុនចូលសិក្សាមេរៀនទី6នៅសប្តាហ៍ក្រោយធុរកិច្ចទី1យើងទៅយាងព្រះបរិសុទ្ធទ្រង់បើកបង្ហាញសូមទ្រង់បង្ហាញទូបង្គំខ្ញុំម្ចាស់បើគ្មានការបើកបង្ហាញទេក៏គ្មានការបដូរផ្លាស់ដែរដូច្នេះហើយបានជាខ្ញុំអធិដ្ឋានទូសូមព្រះបរិសុទ្ធឲ្យចុចអង្គលីពហោទ្រង់ចំមុខរបួសដែលចិត្តយើងទាំងអស់គ្នាកំពុងតែឈឺចាប់នោះរឿងចិត្តដឹកដាមអ្នកខ្លះក៏ដឹងស្រាប់អ្នកខ្លះមិនទាន់ដឹងនៅឡើយទេពីព្រោះអ្នកដែលមិនទាន់ដឹងត្រូវអធិដ្ឋានទេអព្រះបរិសុទ្ធអើយសូមទ្រង់បើកបង្ហាញទូបង្គំផងនេះជាព្រះបន្ទូលដែលយើងទៅប្រើសម្រាប់ការអធិដ្ឋានបែបនេះរៀងរាល់ថ្ងៃក្នុងកាលជំពូក139ខ23ខ4អោព្រះអើយសូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូបង្គំផងសូមលបងលោឲ្យបានជ្រាបអស់ទាំងគណិតនៃទូបង្គំចុះសូមមើលបានច្បាស់បន្តទៀតបាទសូមតូតមើលបើមានអំពើអាក្រក់ណានៅក្នុងទូបង្គំហើយនាំទូបង្គំតាមផ្លូវដល់នៅអស់កាលជានិច្ចពាក្យសាមញ្ញយើងអាចនិយាយទេអ៊ំចៅអើយទូបង្គំអត់ដឹងថាខ្លួនឯងល្ងងទេអត់ដឹងថាមានចិត្តអក្រក់ផងអត់ដឹងថាមនុស្សមានអំនួតផងបើព្រះទូលសម្ដែងចិត្តជាគ្រឿងបញ្ឆោតឬអ្វីទៅជាងអ្វីទាំងអស់
លោកណាជាមនុស្សមិនដឹងខ្លួនថាមានការអាក្រក់អ្វីកើតឡើងចិត្តមែនដូចជាបានជាចាំបាច់ទៅចូលរួមក្នុងក្រុមតូចដើម្បីគេជួយមើលជួយធ្វើបងប្អូនផងលោកមានគេជួយរំលឹកហើយនោះលោកអ្នកបងប្អូនទូសូមព្រះបរិសុទ្ធមកថាម៉េចឲ្យព្រះបរិសុទ្ធអើយគឺគង់ត្រូវការទ្រង់ជួយបើកបង្ហាញចំណុចខ្មៅណាមួយដកនៅក្នុងចិត្តសូមទុកចិត្តចុះកាលណាលោកអ្នកទូសូមព្រះអង្គពិតជាបើកបង្ហាញយ៉ាងប្រកបលោកបានទ្រង់បើកបង្ហាញលោកពូថាម៉េចបងចាឥឡូវឃើញហើយឲ្យវិហារអនុញ្ញាតវាយទ្រង់បើកបង្ហាញព្រះអង្គនឹងបើកបង្ហាញព្រះបរិសុទ្ធទ្រង់ពិតជាបើកបង្ហាញឲ្យលោកអ្នកឃើញខ្ញុំអធិដ្ឋានដែរលើលោកអ្នកដែលនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវឥឡូវមើលធុរកិច្ចទី2គឺយើងត្រូវយាងព្រះបរិសុទ្ធឲ្យទ្រង់ជួយទេអីបំផ្លាស់ចិត្តយើងព្រះម្ចាស់មានជាស្ដាអាចបំផ្លាស់ជីវិតយើងណាមិនឲ្យយើងដឹងខ្លួនក៏បានដែរក៏ប៉ុន្តែសំចាំក៏ប៉ុន្តែសូមគុំសង្ឃឹមថាទ្រង់បំផ្លាស់ឲ្យសោះបើយើងមិនយាងព្រះអង្គចូលឲ្យទូអន្តរាគមក្នុងជីវិតយើងទេទ្រង់ជួយផ្លាស់ប្ដូរយើងមែនតែយើងត្រូវមានឆន្ទៈយាងព្រះអង្គមកជួយបំផ្លាស់យើងទើបព្រះអង្គចូលជួយយើងទៅយាងព្រះអង្គចេះព្រះបរិសុទ្ធអើយសូមយាងចូលគង់ក្នុងចិត្តពីគុំឲ្យផ្លាស់ប្ដូរពីគុំតាមទៅប្រទេសទាំងចុះបន្ទាប់ពីប្របាទដាវីតលោកបានប្រព្រឹត្តធ្វើបាបពីរជាន់ណាបងប្អូនមានសហាយស្មន់ជាមួយប្រពន្ធគេផងឬហើយធ្វើគៀតបរោះជាប្តីតាំងទៀតលោកសារភាពចំពោះព្រះជាម្ចាស់ក្នុងពីទំនុកកែលពុក51ខ10ដល់11ថាម៉េចអូព្រះអើយសូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូបង្គំហើយយើងត្រូវអធិដ្ឋានបែបនេះរាល់ថ្ងៃប្របាទដាវីតលោកបន្តទៀតថាហើយកែវិញ្ញាណក្នុងទូព្រះបង្គំឲ្យត្រឹមត្រូវឡើងវិញក៏ខ11សូមកុំចោលទូបង្គំចេញពីប្រភពទ្រង់ហើយកុំដកព្រះមានទ្រង់បរិសុទ្ធចេញពីទូបង្គំឡើយបាទគឺទទួលព្រះចិញ្ចាបែបនេះអបព្រះលោកសុទ្ធអើយសូមទ្រង់បើកបង្ហាញព្រះលោកសុទ្ធអើយសូមទ្រង់បំផ្លាស់ចិត្តទូព្រះបង្គំឲ្យតាមផ្លូវរបស់ទ្រង់ទូរកិច្ចទី3គឺទទួលសូមទ្រង់ថាព្រះបរិសុទ្ធអើយសូមទ្រង់យាងមកបំពេញទូព្រះបង្គំលោកអ្នកចាំបាច់ទៅយាងព្រះបរិសុទ្ធមកបំពេញកន្លែងទន្លេក្នុងចិត្តលោកអ្នកបើមិនយាងទ្រង់មកបំពេញទេមានគ្រោះថ្នាក់ខ្លាំងណាស់ឡងមកយើងបានទូលសូមព្រះបរិសុទ្ធឲ្យទ្រង់ដកអំពើស្មោកគ្រោកចេញពីដួងចិត្តកាលណាដកអំពើស្មោកគ្រោកអស់ហើយចិត្តនៅទនីស្អាតហើយភាពទនីស្អាតនឹងបង្កហានិភ័យខ្ពស់ណាស់យើងទៅយាងព្រះបរិសុទ្ធចូលមកគង់ក្នុងចិត្តទនីនោះកន្លែងទនីរបស់យើងទើបជៀសផុតពីគ្រោះថ្នាក់ខាងលើបានឬនេះដល់ពេលធ្វើការសរុបសេចក្តីហើយខ្ញុំបានជូនចំណុចសំខាន់ដូចជំរាបខាងលើដើម្បីជួយឲ្យចេះត្រៀមចិត្តជាស្រេចចូលរួមសន្ទុះលូតលាស់ដល់អស់ប្រការសម្រាប់លោកអ្នកថ្ងៃសួនធ្វើសន្និបាតបិទវគ្គសូមរៀបចំកាយរំសាយចិត្តត្រៀមទទួលព្រះវិញ្ញាណបរិសុទ្ធពីព្រះអង្គពិតជាធ្វើការអស់យ៉ាងចម្លែកអស្ចារ្យដូច្នេះនៅថ្ងៃបិទវគ្គសូមមេត្តាកុំភ្ញាក់ផ្អើលឲ្យសោះទ្រង់នឹងធ្វើការចម្លែកអស្ចារ្យនៅចំពោះនៃលោកអ្នកជាប្រកបមនុស្សម្នាច្រើនណាស់ពីអួតថាខ្ញុំស្រឡាញ់ព្រះបិតាល្អតាបើជឿថាខ្ញុំស្រឡាញ់ព្រះយេស៊ូវការល្អដែរប៉ុន្តែស្ដីពីរឿងព្រះបរិសុទ្ធខ្ញុំអត់សូវស្គាល់ទ្រង់ទេលើកថាព្រះបរិសុទ្ធនឹងមានស្ថានដូចខ្មោចព្រាយបិសាចអីចឹងទៅហីបើលោកអ្នកមិនទាន់ស្គាល់ព្រះបរិសុទ្ធច្បាស់ទេសូមត្រៀមខ្លួនទៅបើព្រះអង្គមិនមែនដូចខ្មោចព្រាយបិសាចមកបន្លាចយើងទេពីអេពីសូត5ខ18សម្ដែងពីព្រះអង្គទ្រង់មេថាម៉េចកុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើចិត្តព្រើជាចិត្តលែងដឹងខុសត្រូវចិត្តគិតតែប្រយោជន៍ធ្វើល្អដើម្បីប្រយោជន៍ខ្លួនឯងធ្វើប្រទេសផ្ដាស់ណាទៀនធ្វើអីគ្រឿងតិចឆេះដុំទាំងថ្ងៃហ្នឹងកុំបណ្ដោយខ្លួនធ្វើជាមនុស្សស្រវឹងខួបប៉ុន្តែត្រូវឲ្យបានពេញពីព្រះវិញ្ញាណបរិសុទ្ធព្រះបន្ទូលនឹងធ្វើការដោយអង្គទ្រង់ផ្ទាល់អង្គដកការព្រើចិត្តចេញហើយទ្រង់ដាក់បញ្ចូលព្រះបរិសុទ្ធមកជំនួសវិញគេបានជាខ្ញុំបបួលលោកអ្នកឲ្យត្រៀមចិត្តអធិដ្ឋានទូលសូមព្រះបរិសុទ្ធចាប់ពីថ្ងៃនេះតទៅដល់អព្រះបរិសុទ្ធអើយទូលព្រះបង្គំខ្ញុំម្ចាស់យល់ព្រមឲ្យទ្រង់ដកហូតអំពើស្មោកគ្រោកចេញពីដួងចិត្តសូមដកអំពើខ្មៅកខ្វក់ចេញពីចិត្តទូលព្រមរួចហើយសូមទ្រង់ព្រះមេត្តាប្រោសយាងចូលគង់យ៉ាងសុខក្នុងបល្ល័ង្កចិត្តហើយបំពេញទូលព្រះបង្គំខ្ញុំម្ចាស់ដោយព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបងប្អូនយល់ព្រមអធិដ្ឋានចឹងមែនណាសូមឆ្លើយតបថាអាមែនឥឡូវសូមគោរពជើញចូលអធិដ្ឋានជាមួយខ្ញុំបាទឥឡូវអរព្រះបិតាសូមថ្លែងអំណរគុណចំពោះទ្រង់នៅមេរៀនថ្ងៃសូមទ្រង់ប្រទានសេចក្តីក្លាហានតែបើមានសេចក្តីក្លាហានទើបជាបន្ទាបខ្លួនហ៊ានទម្លាយភាពទន់ខ្សោយហ៊ានសារភាពថាក្នុងចិត្តពិតជាមានអំពើបាបដេកសងំនៅទីនោះមែនសូមទ្រង់ព្រះមេត្តាប្រោសជួយសមាជិកម្នាក់ៗឲ្យចេះរក្សាការសម្ងាត់របស់ក្រុមព្រមទាំងរក្សាភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកសូមម្នាក់ៗហ៊ានបោះជំហានចូលដល់ចំណុចចុះចូលចំពោះព្រះទាំងស្រុង
ចេះផ្ដល់កិច្ចអភ័យទោសចំពោះគូសត្រូវចេះលើកតម្កើងប្របន្ទូលឲ្យចេះរើសពាក្យមនោរម្យពោលទៅកាន់គ្នាឲ្យជាសះស្បើយពីជំងឺនិងរបួសផ្សេងៗនៅក្នុងចិត្តសូមទ្រង់មេត្តាប្រោសបន្ទូលគុំចេះដើរតាមលំអានព្រះបន្ទូលដោយចិត្តសាទរអស់ពីដួងចិត្តព្រមទាំងទទួលការលាងសម្អាតឲ្យសស្អាតតាមព្រះបន្ទូលដ៏មានមហិទ្ធិទេសនាសូមនិស្សិតគ្រប់រូបទទួលបានការអស្ចារ្យពីព្រះបរិសុទ្ធដែលទ្រង់កំពុងតែរីរាពីលើជីវិតរបស់គេរៀងៗខ្លួនសូមទ្រង់មេត្តាប្រោសប្រទានចំពោះកិច្ចដល់កិច្ចពិភាក្សានានាដែលក្រុមនីមួយៗត្រូវប្រព្រឹត្តក្នុងពេលបន្តិចទៀតនេះទូប្រំគុំទូសូមគ្រប់កិច្ចការឋានអស់នេះដែលនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយបើសងលោកយល់ព្រមដែរនោះសូមអធិដ្ឋានអរព្រគុណព្រះអង្គ3ដងថាម៉េចអាមែនលើកទី1អាមែនលើកទី2ហើយអាមែនលើកទី3ផងហងសូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនគ្រប់គ្នាអាមែនចាសូមជម្រាបសួរនិស្សិតទាំងអស់ឥឡូវនេះយើងចូលដល់មេរៀនសប្តាហ៍ទី5ហើយយើងនឹងមើលបន្ទាប់ពីមើលវីដេអូលំហភាពីក្នុងចិត្តឥឡូវយើងបើកទៅទំព័រទី54យើងចាប់ផ្ដើមដោយព្រះគម្ពីរសុភាសិតជំពូក4ខ20ដល់ខ23កូនអើយចូលប្រុងស្ដាប់អស់ទាំងពាក្យរបស់អញហើយផ្ទៀងត្រចៀកស្ដាប់សេចក្តីដែលអញពោលទាំងអបាមានកុំឲ្យសេចក្តីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញត្បិតសេចក្តីទាំងនោះជាជីវិតដែលអស់អ្នកណាដែលស្វែងរកបានក៏ជាសេចក្តីសុខស្រួលដល់ខ្លួនប្រាណទាំងមូលផងចូលរក្សាចិត្តឲ្យអស់ពីព្យាយាមត្បិតអស់ទាំងផលនៃជីវិតសុទ្ធតែចេញពីក្នុងចិត្តមកចាបន្ទាប់ពីយើងមើលវីដេអូមកដល់ពេលដែលយើងត្រូវធ្វើកិច្ចការសូមផ្ទៀងកិច្ចការរបស់លោកអ្នកនៅកន្លែងដែលត្រូវបំពេញយើងនៅទំព័រទី54ដដែលដែលចាប់ផ្ដើមឡើងដោយព្រះគម្ពីរសាមយូអាលខ្សែទី1ជំពូក16ខ7ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថាកុំឲ្យមើលតែរកពីខាងក្រៅឬកំពុះខ្លួននោះឡើយត្បិតអញមិនទទួលអ្នកនេះទេពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តីដែលមនុស្សលោកពិចារណាមើលទេឯមនុស្សលោកតែមើលតែរកពីខាងក្រៅប៉ុណ្ណោះតែឯព្រះជាម្ចាស់ទ្រង់ទតចំពោះក្នុងចិត្តវិញព្រះគម្ពីរសាមយូអាលខ្សែទី1ជំពូក16ខ7ឥឡូវយើងនឹងសិក្សាអំពីឧបសគ្គ4យ៉ាងបិទចិត្តជ្រះថ្លាចាឧបសគ្គ4យ៉ាងបិទចិត្តជ្រះថ្លាឧបសគ្គទី1បិទចិត្តជ្រះថ្លាគឺចាអាត្មានិយមហើយដើម្បីដោះស្រាយគឺត្រូវចុះចូលចំពោះព្រះអញ្ចឹងកន្លែងនេះយើងបំពេញថាអាត្មានិយមហើយដំណោះស្រាយយើងបំពេញថាចុះចូលឥឡូវយើងមើលនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក3ខ4ដល់ខ16បើមានសេចក្តីច្រណែនដ៏ជូរល្វីងនិងសេចក្តីគំនុំក្នុងចិត្តនោះកុំឲ្យអួតខ្លួនឬកុហកទៅតឹងនឹងសេចក្តីពិតឡើយប្រាជ្ញាយ៉ាងនោះមិនមែនមកពីឋានលើទេគឺជារបស់ផងលោកីនេះហើយក៏ខាងសាច់ឈាមនិងខាងអរិយវិញទេតាបិទកន្លែងណាដែលមានសេចក្តីច្រណែននិងសេចក្តីគំនុំនោះក៏មានវឹកវរនិងសេចក្តីអាក្រក់គ្រប់យ៉ាងដែរព្រះគម្ពីរយ៉ាកុបជំពូក3ខ14ដល់ខ16បន្តទៅកិច្ចការយើងបន្តទៀតចានៅទំព័រទី54យើងក៏លើកមើលឧបសគ្គទី2វិញម្ដងចាក្នុងវិស័យសេរីភាពសង្ឃលួងអាត្មានិយមមានន័យថាធ្វើអំពើល្អដើម្បីប្រយោជន៍ខ្លួនឯងនៅក្នុងគំនិតគិតតែគ្រប់គ្រងចិត្តខ្លួនឯងផ្ទាល់មិនព្រមចុះចូលចំពោះព្រះជាម្ចាស់ឲ្យទ្រង់មានសិទ្ធិដាច់មុខចាត់ចែងកិច្ចការផ្ទៃក្នុងនៃចិត្តខ្លួនបើនិយាយអំពីព្រះអង្គម្ចាស់យេស៊ូវវិញការសគត់ឲ្យរស់ឡើងវិញរបស់ព្រះអង្គមិនមានតម្លៃគ្រប់គ្រាន់អាចសង្គ្រោះព្រលឹងខ្លួនឬត្រូវបន្ថែមការប្រព្រឹត្តអំពើល្អរបស់ខ្លួនទៀតទើបគ្រប់គ្រាន់ជួបដល់ឧបសគ្គទី2ហើយឧបសគ្គទី2ដែលបិទចិត្តជ្រះថ្លាគឺចិត្តល្វីងជួយចោះហើយត្រូវដោះស្រាយដោយផ្ដល់កិច្ចអភ័យទោស
ចាសូមបំពេញថាចិត្តល្វីងជូរចត់ហើយត្រូវដោះស្រាយដោយផ្ដល់កិច្ចអភ័យទោសយើងបំពេញថាកិច្ចអភ័យទោសទ្រង់មានព្រះបន្ទូលទៅពួកសិស្សថានឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរបៀបចិត្តនោះមិនបានឡើយតែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើងព្រះគម្ពីរលូកាជំពូក17ខ1បងប្អូនណាដែលបានអន់ចិត្តហើយនោះពិបាកពង្រៀបជាជាងទីក្រុងយ៉ាងមមុនហើយសេចក្តីទោសតែងខ្ទាយ៉ាងនោះធៀបដូចជារនុកទ្វារបន្ទាយព្រះគម្ពីរសុភាសិតជំពូក18ខ19នៅក្នុងទំព័រទី54យើងសិក្សានៅក្នុងទំព័រទី54ឥឡូវយើងបន្តមកមើលឧបសគ្គទី3និងឧបសគ្គទី4នៅក្នុងទំព័រទី55ឧបសគ្គទី3បាត់ចិត្តជ្រះថ្លាគឺឧបសគ្គទី3បាត់ចិត្តជ្រះថ្លាដែរគឺការរើសអើងយើងបំពេញថាការរើសអើងត្រូវដោះស្រាយដោយទុកចិត្តព្រះបន្ទូលជីវិតយើងបំពេញថាព្រះបន្ទូលជីវិតទោះទាំងសេចក្តីស្លាប់ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរអ្នកណាដែលចូលចិត្តប្រើនោះនឹងស៊ីផលនៃអណ្ដាតនោះឯងព្រះគម្ពីរសុភាសិតជំពូក18ខ21ឥឡូវយើងឈានចូលមកដល់ឧបសគ្គទី4បិទចិត្តជ្រះថ្លាគឺគំនិតអាក្រក់យើងបំពេញថាគំនិតអាក្រក់ត្រូវដោះស្រាយដោយពឹងព្រះបន្ទូលលាងសម្អាតបំពេញថាព្រះបន្ទូលលាងសម្អាតត្បិតនៅខាងក្នុងពីក្នុងចិត្តរបស់មនុស្សមានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះគឺសេចក្តីកំផិតសហាយស្មន់កាប់សម្លាប់គេលួចប្លន់លោភោខើខូចឧបាយកលអាភិះភ្នែកអាក្រក់ជាប្រមាថឆ្មាំឆ្មៃនិងសេចក្តីចំគួតគឺសេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីក្នុងចិត្តមកហើយធ្វើឲ្យមនុស្សស្មោករូបវិញព្រះគម្ពីរម៉ាកុសជំពូក7ខ21ដល់ខ23ចាឥឡូវនេះយើងឈានចូលមកសិក្សាអំពីវិធានការ3ច្រកញ៉ាំងឲ្យចិត្តផ្លាស់ប្ដូរយើងចាប់ផ្ដើមឡើងនៅទំព័រទី55ហើយផ្ដើមឡើងដោយព្រះគម្ពីរអេសេគៀលជំពូកទី36ខ26ខ27អញនឹងឲ្យឯងមានចិត្តថ្មីហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរអញនឹងដកចិត្តដែលរឹងដោយថ្មពីរូបសាច់ឯងចេញរួចនឹងឲ្យមានចិត្តជាសាច់វិញអញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នាហើយបណ្ដាលឲ្យឯងរាល់គ្នាដើរតាមក្រិតក្រមហើយរក្សាបញ្ញត្តិច្បាប់របស់អញព្រមទាំងប្រព្រឹត្តតាមផងព្រះគម្ពីរអេសេគៀលជំពូកទី36ខ26ដល់ខ27វិធានការ3ច្រកញ៉ាំងឲ្យចិត្តផ្លាស់ប្ដូរទី1យើងត្រូវយាងព្រះវិញ្ញាណបរិសុទ្ធទ្រង់បើកបង្ហាញចាយើងបំពេញថាបង្ហាញឥឡូវយើងមើលនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក139ខ23ដល់ខ24អោព្រះអង្គអើយសូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផងសូមលបងលោឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះសូមតតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំហើយនាំទូលបង្គំតាមផ្លូវដល់នៅអស់កាលជានិច្ចព្រះគម្ពីរទំនុកដំកើងជំពូកទី139ខ23ដល់ខ24ឥឡូវនេះយើងក្រឡេកមើលវិធានការទី2និងវិធានការទី3ចានៅទំព័រទី55ដដែលវិធានការទី2យើងត្រូវយាងព្រះវិញ្ញាណបរិសុទ្ធឲ្យទ្រង់ផ្លាស់ប្ដូរចិត្តយើងអញ្ចឹងយើងបំពេញថាផ្លាស់ប្ដូរនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក51ខ10ដល់ខ11ព្រះអង្គអើយសូមបង្កើតចិត្តបរិសុទ្ធនៅក្នុងចិត្តទូលបង្គំហើយកាយវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើងសូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ
ព្រះគម្ពីរទំនុកបង្កើងជំពូកទី51ខ10ដល់ខ11ចាឥឡូវយើងឈានចូលមកដល់វិធានការទី3វិធានការទី3យើងត្រូវទូលសូមទ្រង់ថាអោព្រះវិញ្ញាណបរិសុទ្ធអើយសូមទ្រង់យាងមកបំពេញចាទីចន្លោះក្នុងចិត្តទូលបង្គំព្រះគម្ពីរអេភេសូរជំពូក5ខ18បានសម្ដែងថាកុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយតែចូលឲ្យពេញបានចូលតែចូលឲ្យបានពេញជាព្រះវិញ្ញាណបរិសុទ្ធវិញចាឥឡូវនេះយើងចូលមកដល់ទំព័របញ្ចប់ហើយគឺនៅទំព័រទី56ចាក្រោយពីបានសិក្សាមេរៀនទាំងមូលទស្សនាវីដេអូហើយនឹងពិភាក្សាគ្នានៅក្នុងក្រុមអស់រយៈពេលជិត1ម៉ោងកន្លះហើយឥឡូវនេះសូមលោកអ្នកបាយមកទំព័របញ្ចប់នៃមេរៀនទី5គឺទំព័រទី56កិច្ចត្រេះរិះពិចារណាក្នុងមេរៀនទាំងមូលក្នុងចិត្តមនុស្សយើងមានឧបសគ្គ4យ៉ាងរារាំងមិនឲ្យមានការផ្លាស់ប្ដូរកើតឡើងដោយងាយងាយឧបសគ្គទាំង4យ៉ាងនោះមានអាត្មានិយមភាពល្វីងជូរចត់ការរើសអើងនិងគំនុំក្នុងចិត្តតើលោកអ្នកបានយាងព្រះវិញ្ញាណបរិសុទ្ធសូមទ្រង់ជួយបើកបង្ហាញឲ្យឃើញឧបសគ្គទាំង4យ៉ាងនោះនៅក្នុងចិត្តហើយឬនៅបើបានធ្វើហើយសូមជម្រាបជូនសមាជិកក្រុមឲ្យបានដឹងពីឧបសគ្គនោះរួចបញ្យល់ថាតើព្រះអង្គម្ចាស់ទ្រង់ធ្វើដូចម្ដេចខ្លះដើម្បីដោះស្រាយឧបសគ្គក្នុងចិត្តលោកអ្នកឥឡូវចូលដល់សំណួរទី2វិញម្ដងសំណួរទី2នៅក្នុងមេរៀននេះគឺថានៅក្នុងមេរៀននេះយើងបានសូមចិត្តលោកអ្នកឲ្យមានសេចក្តីក្លាហានទូលសូមយាងព្រះវិញ្ញាណបរិសុទ្ធចូលវះកាត់ក្នុងចិត្តលោកអ្នកដោយបង្ហាញខ្ញុំបំផ្លាស់ខ្ញុំនិងបំពេញទីចន្លោះនៅក្នុងចិត្តខ្ញុំដើម្បីឲ្យឃើញមានវិបលាសកើតឡើងជាដុំកំពួនតើលោកអ្នកបានទូលសូមព្រះវិញ្ញាណបរិសុទ្ធឲ្យទ្រង់ធ្វើការទាំង3នោះហើយឬនៅបើបានតើចំណុចណាមួយចិត្តលោកអ្នកបានផ្លាស់ប្ដូរឃើញចេញជារូបរាងឡើងចាសូមចែកចាយនិងពិចារណានៅក្នុងក្រុមរបស់លោកអ្នកសូមអរគុណហើយសូមព្រះជាម្ចាស់ទ្រង់គង់ជាមួយហើយយើងនឹងជួបគ្នានៅសប្តាហ៍បន្ទាប់ទៀតនៅក្នុងមេរៀនទី6